អូខេសួស្តីអ្នកទាំងអស់គ្នាប្រហែលជាអ្នកទាំងអស់គ្នាខ្លះក៏គាត់តន់ហើយអ្នកខ្លះទៀតក៏គាត់អត់តន់អញ្ចឹងខ្ញុំមានជាវីដេអូខ្លីមួយប្រហែលជា10នាទីទេដើម្បីបង្ហាញអ្នកទាំងអស់គ្នាទៅលើproject មួយហ្នឹងអញ្ចឹងតើទៅមួយទៅនឹងមក app អីផ្សេងៗអ្នកគ្នាព្យាយាមមើលហើយព្យាយាមអនុវត្តវាដដែលៗទៅអត់តន់ឡើយណាគឺសួរខ្ញុំណាបាទសង្ឃឹមថាអ្នកនរគ្នានឹង understand ត្រង់ចំណុចទាំងអស់ហ្នឹងអញ្ចឹងនេះបាទខ្ញុំមានជាមួយនឹងរូបជាច្រើនដែលខ្ញុំអាចធ្វើការជាមួយទៅលើនឹងបន្ថែមទាំងរូបទូរស័ព្ទអីធម្មតាបាទរូបអីផ្សេងៗគឺដូចគ្នាដែរអញ្ចឹងខ្ញុំអត់ចង់ឲ្យ take time ទៅច្រើនខ្ញុំនឹងបង្ហាញគ្នាយើងទាក់ទិនមួយនឹងរូបភាពមួយនេះម្ដងទាក់ទិនមួយនឹងការ remove background ហ្នឹងថាតើវាដំណើរការទៅម៉េចហើយជាមួយនឹង mock up ដូចជាមួយនឹង screen ទូរស័ព្ទមួយនេះអញ្ចឹងខ្ញុំយក screen ទូរស័ព្ទមួយនេះយកវាមក mock up ជាមួយទៅនឹងscreen មួយហ្នឹងបង្ហាញអ្នកទាំងអស់គ្នាមកតែម្ដងតោះណាបាទអញ្ចឹងខ្ញុំចូលចុចមកស្ដាំខ្ញុំ open with Photoshop បាទរងចាំឲ្យវាដំណើរការបន្តិចដោយសារយើងចាប់ផ្ដើមបើកវាហើយបន្តមកទៀតគឺខ្ញុំនឹងបង្ហាញគ្នាយើងអំពី step ដើម្បីក្នុងការធ្វើអញ្ចឹងខ្ញុំដោះសោវាបាទជាមួយទៅនឹង layer គ្នាយើងដូចច្បាប់ដើមរបស់យើងអញ្ចឹងណាបន្តមកទៀតគឺខ្ញុំ control J ដើម្បីជាមួយនឹងការ copy layer បាទឬមួយក៏ខ្ញុំអស់ layer ខាងក្រោមហ្នឹងនេះយកមកដាក់នៅខាងក្រោមមួយនេះក៏បានដែរអញ្ចឹងសម្រាប់ make គឺយើងប្រើប្រាស់ command J ណានៅក្នុងការ copy layer តទៅទៀតបិទផ្នែកខាងលើធ្វើការជាមួយនឹងខាងក្រោមអ្នកនេះចូលមកមួយចំនួនកន្លែង property ហើយយកពាក្យថា remove background តោះណាបាទអញ្ចឹងរងចាំវាដំណើរការទៅវាកំពុងតែ loading ខ្ញុំចូលមក layer វិញខ្ញុំចូលមក layer ខ្ញុំចូលមកមើលឃើញទេ remove ស្អាតអត់គឺអត់ស្អាតទេតោះណាបាទអត់ស្អាតទេអញ្ចឹងសួរថាបើ remove អត់ស្អាតគឺយើងត្រូវធ្វើម៉េចបាទគឺយើងត្រូវប្រើប្រាស់ pen tool ក៏ប៉ុន្តែខ្ញុំ recommend ឲ្យអ្នកគ្នាប្រើប្រាស់ pen tool នៅក្នុងការ remove បើសិនជាអ្នកគ្នាអត់ចង់ទេអ្នកគ្នាអាចប្រើប្រាស់ website ដែលមានឈ្មោះថាបាទremove បាទ BG ហើយអ្នកគ្នា upload image របស់អ្នកទាំងអស់គ្នាចូលទៅបាទហើយបន្តមកទៀតអ្នកគ្នាយក upload image បាទហើយអ្នកគ្នាជ្រើសរើសរូបភាពដែលអ្នកគ្នាបាន store ទុកហើយនឹងកន្លែងណាឥឡូវខ្ញុំយករូបភាពនឹងដដែលទេហើយវាកំពុងតែ upload ឲ្យខ្ញុំហើយ AI វាកំពុងតែ generate នៅក្នុងការ remove តោះណាបាទអូខេឥឡូវនេះវា remove ហើយអត់ដឹងថាស្អាតឬមួយក៏អត់ទេខ្ញុំចូលមកកន្លែង download គឺខ្ញុំបាទវា free preview គឺវាពុំបាន600អញ្ចឹងវាអត់ត្រូវនឹងអ្វីដែលខ្ញុំត្រូវការទេបាទខ្ញុំត្រូវការទំហំ max quality ជួយ unlock វាមកហើយបន្តមកទៀតវាមានទាំងតាម credit មួយខែប៉ុន្មានអីប៉ុន្មានតោះណាបាទអញ្ចឹងយើងអាចប្រើAI វាបានច្រើនមួយចំនួនទៀតគឺខ្ញុំដាក់ថា remove background បាទគេហើយអ្នកនរអាចចូលមក website មួយនេះគឺ Adobe ណាខ្ញុំនឹងតម្លាក់ link ឲ្យគ្នាយើងដូចគ្នាដែរខ្ញុំ upload photo ហើយខ្ញុំនឹងតម្លាក់រូប image នឹងចូលទៅពុបបាទហើយវានឹងរក្សា quality ឲ្យយើងល្អតេតិនមួយនឹងរូបភាពហ្នឹងអញ្ចឹងវាកំពុងតែ uploading ហើយ AI របស់វាកំពុងតែ analyze ក៏ដូចគ្នាដែរតោះណាបាទអញ្ចឹងរងចាំវាបន្តិចទៅហើយវាកំពុងតែ analyze បាទ refining the edge ឲ្យយើងអូខេកន្លែងខ្លះវាល្អកន្លែងខ្លះគឺអត់អ្នកនរអាចកែប្រែវាបានបន្ថែមតោះណាបាទខ្ញុំគិតថាប៉ុណ្ណេះសម្រាប់ខ្ញុំគឺអូខេខ្ញុំអាចយកវាទៅបន្ថែមទៀតតាក់ទិនជាមួយទៅនឹងPhotoshop សួរថាតាក់ទិនមួយនឹង Photoshop កន្លែងណាអញ្ចឹងខ្ញុំនឹងប្រាប់គ្នាយើងអំពី tip នៅក្នុងនឹងដូចគ្នាដែរអញ្ចឹងខ្ញុំ save វាមកហើយខ្ញុំយកវាមកដាក់បាទចូលមួយនឹង Photoshop ឡើងមកតែម្ដងបាទអូខេខ្ញុំ enter ហើយខ្ញុំចុច mouse ស្ដាំពេលដែលខ្ញុំអស់វាមកដាក់ហ្នឹងគឺវានឹងដើរតួជា smart object ត្រូវហ៎បាទបើសិនជា remove ចឹងចុច mouse ស្ដាំយកពាក្យថា resize ហើយខ្ញុំយកវាដាក់ក្រោមហើយខ្ញុំបិទផ្នែកខាងលើឃើញទេនេះវានៅកន្លែងណាអញ្ចឹងស្ទើរដៃស្ទើរអីវានៅដៃនៅអីខ្ញុំអាច mask វាបានតោះណាបាទខ្ញុំអាច mask វាបានអីបានបន្ថែមទៀតទៅលើហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែបាទយកប្រើប្រាស់ pen tool មកណាអានេះជាមេរៀនថ្មីដូចគ្នាដែរអញ្ចឹងខ្ញុំយកបាទខ្ញុំឈរទៅលើ layer ខាងលើនេះអា layer ដែលខ្ញុំអត់ត remove ច្បាប់ដើមដំបូងគេហ្នឹងបាទខ្ញុំចាប់ដើមវានៅខ្វះកន្លែងណាអីកន្លែងណាគឺខ្ញុំនឹងកាត់វាអញ្ចឹងខ្ញុំយកពីលើទូរស័ព្ទមកបាទខ្ញុំយកពីលើទូរស័ព្ទខ្ញុំចាប់ដើមអស់វាមកជាមួយនឹង pen tool បាទកន្លែងនេះមួយទៀតអូខេបាទបន្តមកទៀតនិយាយទៅដូចខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងចំណុចតូចតូចវាខុសត្រូវគ្នាតិចតួចក៏វាអត់មានជាបញ្ហាដែរចាំណាបាទ
វាបែបហ្នឹងអញ្ចឹងខ្ញុំចុច edit point មកមួយហើយខ្ញុំទាញវាមកចេះមួយបាទអស់វាមកដាក់ចេះអូខេហើយខ្ញុំអស់វាមកដាក់ចេះមកមួយទៀតបាទចូលមកឡើយតមកទៀតខ្ញុំចូលមកឡើយនេះមួយទៀតអូខេបាទខុសត្រូវគ្នាតិចតួចអត់អីកុំឲ្យខុសត្រូវគ្នាច្រើនពេកបាទកុំឲ្យវាខុសត្រូវគ្នាច្រើនពេកអញ្ចឹងទៅគឺវាពិបាកក្នុងការមើលណាបែបហ្នឹងបាទតមកអូខេរូបនេះគេ remove ស្រាប់ហើយចាក់ពណ៌លឿងមកហ្មងអញ្ចឹងខ្ញុំអត់ត្រូវការច្រើនអីញញ៉ៃទេបាទខ្ញុំត្រូវការតាដូចរបស់ខ្ញុំនឹងយកមកហើយអ្វីដែលខ្ញុំចង់បានគឺវាមាននៅក្នុងហ្នឹងអញ្ចឹងខ្ញុំយកវាមកប៉ុណ្ណេះបាទយកវាមកប៉ុណ្ណេះហើយខ្ញុំចុចវាមកធំនេះបាទដោយសារវាដាច់ម្រាមដៃបាទអ្នកគ្នាដូចឃើញមុនហ្នឹងអញ្ចឹងខ្ញុំយកវាម៉ាស់ដោយសារខ្ញុំនឹងប្រាប់អ្នកគ្នាថាខ្ញុំម៉ាស់ហ្នឹងខ្ញុំម៉ាស់ដោយរបៀបណាតើទៅមួយនឹងកន្លែងហ្នឹងអញ្ចឹងបាទចូលមកប៉ុណ្ណេះមកមួយមកបាទអូខេយើងផ្ដើមកន្លែងណាយើងបញ្ចប់កន្លែងហ្នឹងខ្ញុំយកហៀមកគាត់មានជាបញ្ហាដែរតោះណាបាទ control enter អឺបាទបង្កើតជាមួយនឹង selection ចុច service change selection ហ្នឹងយើង control J មក control J យើង copy យើងបិទភ្នែកបាទឥឡូវនេះអ្វីដែលយើងបានគូសវាមកជាមួយគ្នាបើសិនខ្ញុំបិទភ្នែកមួយទៀតឃើញដាច់អញ្ចឹងបានន័យថានេះអា layer មួយហ្នឹងគឺខ្ញុំបាន remove ខាងលើបន្តិចមកហើយខ្ញុំចាប់ដើម merge វាចូលតោះណាបាទខ្ញុំចាប់ដើម merge វាចូល control E អញ្ចឹងពីខាងលើនេះវាមានមួយ background ដោយសារឯពេលដែលខ្ញុំប្រើប្រាស់ AI ខាងលើនេះបាទខ្ញុំប្រើប្រាស់ជាមួយទៅនឹងfree remove background ហ្នឹងគឺវាពិបាកណាគឺវាពិបាកតោះណាបាទអញ្ចឹងអាហ្នឹងរបៀបនៅក្នុងការម៉ាស់នៅក្នុងការលួចពីក្រៅយកមកប្រាស់អញ្ចឹងខ្ញុំបង្ហាញអ្នកគ្នាត្រង់ជាមួយកន្លែងហ្នឹងឥឡូវនេះខ្ញុំនឹងយកតេតិនជាមួយទៅនឹងរូបភាពមួយនេះយកមកបង្ហាញគ្នាយើងមកតែម្ដងថាតើដំណើរការធ្វើជាមួយនឹងរូបភាពមួយហ្នឹងខ្ញុំបែបណា remove background អញ្ចឹងខ្ញុំអស់បាទមកដាក់ក្នុង Photoshop មកតែម្ដងមកតមកទៀតបាទ layer ហ្នឹងគឺដូចគ្នាដោះសោ Control J ឬមួយក៏ Command J សម្រាប់ Mac បិទភ្នែកឆើលើ layer ខាងក្រោមចូលមួយនឹង property អស់ចុះមកក្រោមចូលពាក្យថា remove background រងចាំវាបន្តិចបាទឲ្យវាដើរសិនទៅបាទហើយខ្ញុំចូលមកជាមួយនឹង layer ខ្ញុំអត់ឈរជាមួយនឹង layer ម៉ាស់ទេខ្ញុំមក check រូបភាពសិនថាតើអូខេនៅបាទរូបភាពនេះគឺសម្រាប់ខ្ញុំអូខេ 100% ហើយខ្ញុំចាប់ដើម control J មួយបាទខ្ញុំត្រូវការ copy វាទុកខ្លាចខុសអីពេលក្រោយតែបើសារខ្ញុំច្បាស់ហើយខ្ញុំមិនត្រូវការ copy ទុកទេខ្ញុំចុចមកស្ដាំទៅលើរូបហ្នឹងខ្ញុំយកពាក្យថា convert to smart object តមកទៀតខ្ញុំចុចមកស្ដាំខ្ញុំ resize វាធ្វើការតែម្ដងណាខ្ញុំ resize វាធ្វើការតែម្ដងអញ្ចឹងខ្ញុំ resize ហើយខ្ញុំ resize ហើយចុច control J ខ្ញុំទុកច្បាប់ដើមអា remove background ខាងលើនេះមួយហើយនឹងច្បាប់ដើមដែលយើងទាញមកទៅនេះមួយខ្ញុំបិទភ្នែកវាចោលទាំងពីរស្រួលខ្ញុំកែប្រែនៅពេលក្រោយទៀតបាទអញ្ចឹងខ្ញុំឈរទៅលើ layer ខាងក្រោមនេះដែលខ្ញុំធ្វើការមួយវាណាតែទៅមួយនឹងរូបភាពហ្នឹងអូខេតមកខ្ញុំចុចអក្សរ P ស្មើនឹងមួយនឹង pen tool ខ្ញុំចាប់ដើម select វាណាខ្ញុំចាប់ដើម select វាចូលមកតំណែងមួយហើយខ្ញុំចូលមកកែងលេខនេះមួយខ្ញុំទាញជាមួយទៅនឹងpen tool ជាមួយនឹង curve របស់វាបាទអញ្ចឹងខ្ញុំទាញមកចំណុចកោងដូចខ្ញុំបានប្រាប់អញ្ចឹងយើងប្រើប្រាស់ keyboard ជំនួយ shift alt control អញ្ចឹងឥឡូវនេះខ្ញុំចុចមក click មកសិនដល់ពេលចូលមកកន្លែងនេះវិញបាទខ្ញុំអត់តបន្លែងម៉ៅទេខ្ញុំអស់វាមកសិនបាទខ្ញុំអស់វាមកត្រូវជាមួយនឹងកែងតម្រងដែលខ្ញុំត្រូវការហើយចង់បានហើយបាទរៀងអត់ធ្មត់តិចមក pen tool គឺវាពិបាកថងហ្នឹងអញ្ចឹងនេះឃើញ curve របស់យើងវាមកត្រង់ទៅតាមទូរស័ព្ទចុច alt មកបាទចូលមកតាមត្រង់ទូរស័ព្ទបាទអស់ចូលមកកែងលេខទៀតខ្ញុំចូលមកកែងលេខទៀតខ្ញុំអត់តបន្លែងម៉ៅទេខ្ញុំទាញទៅម៉េចឲ្យត្រូវតាមតម្រងដែលខ្ញុំត្រូវការចុច alt បាទទាញមកពុកអូខេតមកទៀតអូខេតាមតម្រងដៃនេះចូលមកប៉ុណ្ណឹងបាទចូលមកប៉ុណ្ណឹងមកពុបអូខេតមកទៀតខ្ញុំអស់វាមកប៉ុណ្ណេះខ្ញុំអស់វាមកប៉ុណ្ណេះទៀតហើយខ្ញុំយកវាដាក់ទៅហ្នឹងអញ្ចឹងខ្ញុំអស់វាឡើងទៅលើរហូតដល់ឡើយនេះហើយខ្ញុំចូលមកកែងលេខនេះមួយខ្ញុំយកចំណុចបញ្ចប់វិញផ្ដើមឡើយណាបញ្ចប់ឡើយហ្នឹងអញ្ចឹងខ្ញុំឡើងយ៉ាងប៉ុណ្ណឹងយើង select ហើយយើង select ប៉ុណ្ណឹងហើយ control enter មកបង្កើត selection ហើយអញ្ចឹងយើងទៅមើលថាតើជាប់ inverse អត់អញ្ចឹងវាអត់មាន select ខាងក្រៅនេះអីទេចុចអក្សរ V សិនមកវាមាន select ខាងក្រៅអីទេបើជាប់ inverse យើងចូលមក select យើងយកពាក្យថា inverse តែបើថាអត់ជាប់ទេឈរលើហ្នឹងអញ្ចឹងយើងឈរទៅលើអា layer ដែលយើងបានចង់ remove តម្រងទូរស័ព្ទហ្នឹងមកអញ្ចឹងណាបាទ copy control J ឬមួយក៏ command J បាក់មួយខ្ញុំបិទភ្នែកបាទឥឡូវឃើញហើយទៅតាមតម្រងទូរស័ព្ទហើយតោះណាបាទstep បន្ទាប់ទៀតគឺខ្ញុំប្រើប្រាស់ជាមួយទៅនឹងខ្ញុំបើកតម្រងទូរស័ព្ទបើកតម្រងទូរស័ព្ទចឹងមកខ្ញុំចុចជាមួយនឹងអក្សរ U វាស្មើជាមួយទៅនឹងគេហៅថា shape tool ណាបាទឡើយនេះ
ចឹងខ្ញុំចាប់ដើមគូសវាមកបាទវាធំពេកចឹងធំពេកខ្ញុំអត់ត្រូវកែខ្ញុំដូរយកពណ៌បាទខ្ញុំដូរយកពណ៌បៃតងខ្ញុំចុចអក្សរ V សិនណាចុចអក្សរ V សិនអញ្ចឹងខ្ញុំចាប់ដើមចូលមក layer វិញកន្លែង opacity នេះបាទកន្លែងត្រង់ opacity នេះគឺខ្ញុំដកវាយក50%សិនបាទឬមួយក៏ទៅតាមអ្វីដែលខ្ញុំមើលបានអញ្ចឹងនេះពេលអ្នកគ្នាវាធំជាងទម្រង់ទូរស័ព្ទពេលមកអាប់ក៏វាពិបាកដែរអញ្ចឹងអ្នកគ្នាត្រូវមើលវាឲ្យត្រូវទម្រង់អាបច្ឆនេះសិនមកណាបាទអញ្ចឹងខ្ញុំចុចអក្សរ U ស្មើជាមួយនឹង set tool វិញខ្ញុំទាញវាមកបាទខ្ញុំទាញឲ្យកែងនេះវាស្មើនឹងកែងនេះបាទកែងលើនេះវាស្មើមួយនឹងគ្នាមកបាទកែងនេះគឺវាស្មើមួយគ្នាមកបាទតោះនេះបាទលើហ្នឹងហើយកែងនេះគឺខ្ញុំស្មើមួយនឹងខាងលើនេះដោយសារអីវាទូរស័ព្ទហ្នឹងវារៀងផ្អៀងអញ្ចឹងណាបាទអញ្ចឹងខ្ញុំបើកមួយនឹង opacity វិញមក100តមកទៀតជំហានបន្ទាប់កន្លែង layer shape ដែលយើងបានគូសហ្នឹងណាខ្ញុំចុច mouse ស្ដាំខ្ញុំ convert to smart of object បាទអញ្ចឹងខ្ញុំចាប់ដើម convert to smart object ហើយខ្ញុំចាប់ដើមខ្ញុំចាប់ដើមដក opacity ម្ដងទៀតបាទមើលទូរស័ព្ទ control T control T បាទcontrol T ហើយខ្ញុំចាប់ដើមចុច control ខ្ញុំទាញវាមកចេះមួយបាទហើយខ្ញុំទាញវាមកខាងនេះមួយអូខេខ្ញុំទាញវាមកហៀតម្រង់ទូរស័ព្ទមកបាទហើយកែងឡើងនេះខ្ញុំទាញវារៀងតម្រាក់ចុះបន្តិចហើយនេះខ្ញុំទាញវាចូលក្នុងអញ្ចឹងចុច control មកហើយវាមើលមករៀងផ្អៀងបាទអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះសម្រាប់ខ្ញុំគឺអូខេណាសម្រាប់ខ្ញុំគឺអូខេអញ្ចឹងអូខេខ្ញុំ enter មកប៉បន្ទាប់ពីខ្ញុំ enter ហើយដើម្បីខ្ញុំយក screen ទូរស័ព្ទមកដាក់បានគឺខ្ញុំត្រូវ double click ទៅលើ icon នេះ smart object តោះណាបាទអញ្ចឹងខ្ញុំគ្រាន់តែចុចចូលលើនឹងប៉ឃើញនេះ icon ឡើងមកពឹបបាទសំទោសជាមួយទៅនឹង smart object អញ្ចឹងនេះ layer មួយហ្នឹងដែលវា load មក tab ទៀតណាអ្នកគ្នាមិនចំណាំនេះពី tab របស់យើងហ្នឹងណាអញ្ចឹងខ្ញុំចុចបិទភ្នែកខ្ញុំទៅយករូបភាព screen របស់ខ្ញុំហ្នឹងយកមកដាក់ណារូបភាពមួយណាមួយនេះអញ្ចឹងខ្ញុំគ្រាន់តែដាក់ពឹបមកបាទខ្ញុំ enter ខ្ញុំ control action បាទដើម្បី sell ខ្ញុំចូលមក tab ទី1វិញបាទចូលនៅបើសិនជាវានៅយើងត្រូវធ្វើម៉េចបាទនេះអ្នកគ្នាចុចមកស្ដាំយកពាក្យថា create clipping មកណាចូលបាត់ហើយអញ្ចឹងវាសុកចូលមួយណាទូរស័ព្ទដែលយើងបាន copy មុនហ្នឹងមើលឃើញទេបាទមើលឃើញអញ្ចឹងយើងចាប់ដើមសេរីបាទខ្ញុំអស់ចំក្រោមបន្តិចខ្ញុំ control S ទៀតខ្ញុំទៅមើលត្រូវអត់ណាវាប្រហែលគ្នានៅអ្វីដែលយើងចង់បានតោះណាបាទអញ្ចឹងនេះវានៅក្នុងត្រង់ចំណុចកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំទាញមួយ opacity មក100%បានហើយតែបើថាខុសត្រូវគ្នាតិចតួចទៀតបាទអ្នកគ្នាអាចពុតវាមកតាមហ្នឹងមកបាទខ្ញុំពុតឲ្យហៀមកក៏មានជាបញ្ហាដែរបាទឃើញទេខ្ញុំពុតឲ្យហៀមកគេយើងអាចសេរីស្រង់វាបានបន្ថែមទៀតទេអត់មានអីទេសំខាន់យើងយល់អំពីក្បួនខ្នាតរបស់យើងអីរបៀបនៅក្នុងការប្រើហ្នឹងបាទទៅមើលកន្លែងហ្នឹងខ្ញុំ enter ហើយអស់ឃើញទេអ្នកគ្នាមើលមកស្អាតទេបាទអញ្ចឹងនេះហើយពីរបៀបនៅក្នុងការ mock up ដែលខ្ញុំបង្ហាញអ្នកនរគ្នារយៈពេល13នាទីថា10នាទីឥឡូវវា13អញ្ចឹងសង្ឃឹមថាអ្នកគ្នាអាចមើលបានចាយពេលតែ15នាទីចាស់បាទយ៉ាងយូរគឺអ្នកគ្នាអាចមើលទៅចេះអរគុណជួបគ្នានៅសាលា